ពិតជាលឿនមែនស្នងការនគរបាលក្រុងកំពតនៃខេត្តកំពតបានចាប់វាយខ្នោះមន្ត្រីប៉ូលីសម្នាក់ដែលផឹកស៊ីហើយបានយកកែវគប់ទៅលើប្រជាពលរដ្ឋឥឡូវនេះនឹងត្រូវអនុវត្តទោសដោយគ្មានការលើកលែងជាដាច់ខាតប្រិមិត្តជាទីមេត្រីរឿងរ៉ាវដ៏ហួសចិត្តមួយគឺបានកើតឡើងកាលពីវេលាម៉ោង 11 យប់ថ្ងៃទី 19 ខែមេសាឆ្នាំ 2026 ស្ថិតនៅក្នុងភូមិអណ្ដូងខ្មែរសង្កាត់អណ្ដូងខ្មែរក្រុងកំពតខេត្តកំពតដោយស្ត្រីម្នាក់មានឈ្មោះថាទិដ្ឋូជាអ្នករកស៊ីឈ្នួលចាប់តកកឲ្យភ្ញៀវនៅតាមកម្មវិធីផ្សេងត្រូវបានមន្ត្រីនគរបាលម្នាក់ដែលគេស្គាល់ថាបម្រើការនៅអធិការដ្ឋាននគរបាលក្រុងកំពតដែលមានឈ្មោះថាទេពសុកភេងបានគប់កៅស្រាចំកណ្ដាលមុខបណ្ដាលឲ្យរងរបួសត្រូវបានក្រុមការងារបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមជុំវិញទៅនឹងរឿងរ៉ាវនេះប្រពន្ធពីប្រជាពលរដ្ឋបានប្រាប់បាទអ្នកកសែតឲ្យដឹងថាជនរងគ្រោះបានមកចាប់តកកស៊ីឈ្នួលនៅក្នុងកម្មវិធីមួយស្ថិតនៅក្នុងបុរីកុសលមីបាទ Real Estate Eco ដែលមហាជនស្គាល់ថាម្ចាស់បុរីគឺជាឪពុកម្ដាយជនបង្កតែម្ដងស្ថិតនៅក្នុងភូមិអណ្ដូងខ្មែរសង្កាត់អណ្ដូងខ្មែរក្រុងកំពតខេត្តកំពតអូបាទអញ្ចឹងគាត់មិនតែជាប៉ូលីសធម្មតាទេបាទណាគាត់ជាអ្នកមានខ្លាំងទៀតម្ចាស់បរិយាហ្នឹងមុនណាបាទហើយនៅពេលដល់ជិតចប់កម្មវិធីទៅហើយស្រាប់តែជនសង្ស័យខឹងកៅស្រារបស់ខ្លួនអត់តកបាទហៅជនរងគ្រោះមកចាប់តកឲ្យយូរពេកគ្នាប្រហែលជារវល់ភ្ញៀវច្រើនដែរអញ្ចឹងណាបាទក៏ប្រហែលជាអាចនឹងយឺតយ៉ាវបន្តិចបន្តួចបាទលោកបាយជាខឹងបាទយកកៅស្រាគប់ចំកណ្ដាលមុខតែម្ដងបណ្ដាលឲ្យរបួសបែកក្បាលហូរឈាមពេញមុខនឹងត្រូវក្រោមភ្នែកខាងឆ្វេងសំណាងល្អដែលមិនត្រូវភ្នែកទើបក្រុមការងារបញ្ជូនទៅកាន់មន្ទីរពេទ្យឲ្យជនរងគ្រោះទទួលសំណងបាទសូមអធិស្ឋានទើបក្រុមការងារបញ្ជូនទៅកាន់មន្ទីរពេទ្យប្រពន្ធបន្តទៀតបានលើកឡើងថាជំវិញទៅនឹងរឿងនេះភាគីរងគ្រោះត្រូវជនបង្កសម្របសម្រួលឲ្យជនរងគ្រោះទទួលសំណងដើម្បីបញ្ចប់រឿងចំនួន 2,50,000 រៀលដែរតែជនរងគ្រោះមិនព្រមនោះទេជាមួយគ្នានេះនៅព្រឹកព្រលឹមថ្ងៃទី 21 ខែមេសាឆ្នាំ 2026 នេះគេក៏បានឃើញនៅលើទំព័រ Facebook របស់ស្នងការនគរបាលខេត្តកំពតលោកឧត្តមសេនីយ៍តូម៉ៅច័ន្ទមធុរិទ្ធបានបង្ហោះថាករណីមន្ត្រីនគរបាលយកកែវគប់មកលើប្រជាពលរដ្ឋបែកក្បាលលោកបានបញ្ជាឲ្យអធិការក្រុងកំពតនាំខ្លួនមកអនុវត្តតាមច្បាប់ដោយគ្មានការលើកលែងករណីខាងលើជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងទេទើបមានការយឺតយ៉ាវនៅក្នុងការទទួលព័ត៌មានយ៉ាងណាមិញនៅមុននេះបន្តិចស្នងការនគរបាលខេត្តកំពតក៏បានបង្ហោះនៅរូបភាពជនសង្ស័យគឺត្រូវបានចាប់វាយខ្នោះវាស់កម្ពស់ព្រមទាំងបានលើកឡើងថាមន្ត្រីជាអ្នកអនុវត្តច្បាប់និងជាអ្នកបម្រើប្រជាពលរដ្ឋដ៏ល្អតែបើមន្ត្រីធននេះគឺមិនមាននៅក្នុងវចនានុក្រមរបស់លោកនោះទេមន្ត្រីដែលផឹកស៊ីហើយបានយកកែវគប់មកលើប្រជាពលរដ្ឋនឹងត្រូវទទួលទោសដោយគ្មានការលើកលែងជាដាច់ខាត 2104 26